អ្វីទៅជាការិយាល័យប្រជាពលរដ្ឋតើលោកស្រីធ្លាប់មានការមិនពេញចិត្តតាក់ទងនឹងការផ្តល់សេវាសាធារណៈឬការគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់របស់លោកអ្នកដែរឬទេប្រសិនបើមានការិយាល័យប្រជាពលរដ្ឋអាចជួយដោះស្រាយជូនលោកអ្នកបានការិយាល័យប្រជាពលរដ្ឋគឺជាយន្តការអព្យាក្រឹតមួយសម្រាប់ទទួលនិងសម្រុះសម្រួលដោះស្រាយបណ្ដឹងដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈនិងការគ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិប្រជាពលរដ្ឋមានសិទ្ធិដាក់ពាក្យបណ្ដឹងឬលើកជាសំណើសំណូមពរមកកាន់ការិយាល័យប្រជាពលរដ្ឋពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់ដែលផ្ទុយនឹងគោលការណ៍ច្បាប់ការបំពេញការងារនិងអាកប្បកិរិយារបស់បុគ្គលិកការគ្រប់គ្រងនិងការប្រើប្រាស់ហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិនិងការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់ឧទាហរណ៍ការប្រកែកមិនព្រមផ្តល់សេវាសាធារណៈភាពយឺតយ៉ាវនៅក្នុងការផ្តល់សេវាសាធារណៈការសម្រេចដោយអយុត្តិធម៌ការរើសអើងឬអាកប្បកិរិយាមិនសមរម្យរបស់បុគ្គលិកផ្តល់សេវាជាដើមលោកស្រីអាចដាក់ពាក្យបណ្ដឹងឬផ្តល់ព័ត៌មានផ្សេងៗមកការិយាល័យប្រជាពលរដ្ឋតាមវិធីច្រើនយ៉ាងទី1គឺអញ្ជើញទៅផ្ទាល់ដល់ទីកន្លែងបំពេញការងាររបស់ការិយាល័យប្រជាពលរដ្ឋនៅតាមរាជធានីខេត្តក្រុងស្រុកខណ្ឌរបស់អស់លោកអ្នកទី2គឺតាមទូរស័ព្ទឬប្រព័ន្ធទូរស័ព្ទពិសេសដែលត្រូវបានរៀបចំនិងផ្សព្វផ្សាយជាសាធារណៈដោយការិយាល័យប្រជាពលរដ្ឋនៅតាមរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌរបស់អស់លោកអ្នកទី3គឺតាមប្រអប់សម្បត្តិរបស់ការិយាល័យប្រជាពលរដ្ឋដែលត្រូវបានដាក់តាំងនៅមុខបរិវេណរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌនិងតាមទីតាំងផ្សេងៗទៀតដែលងាយមើលឃើញនិងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៅក្នុងការដាក់ពាក្យបណ្ដឹងទី4លោកអ្នកអាចដាក់ពាក្យបណ្ដឹងតាមប្រព័ន្ធអេឡិចត្រូនិកដែលការិយាល័យប្រជាពលរដ្ឋរាជធានីខេត្តក្រុងស្រុកខណ្ឌបានរៀបចំឲ្យមានអាសយដ្ឋានអ៊ីមែលនិងបណ្ដាញទំនាក់ទំនងសង្គមឬអាចបង្កើតគេហទំព័រដើម្បីទទួលពាក្យបណ្ដឹងនិងព័ត៌មានផ្សេងៗពីប្រជាពលរដ្ឋគ្រប់រូបអាចសម្ដែងការមិនពេញចិត្តសំណើសំណូមពរឬដាក់ពាក្យបណ្ដឹងពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈនិងការគ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិមកកាន់ការិយាល័យប្រជាពលរដ្ឋដោយពុំមានបង់ថ្លៃសេវាឡើយ។